ឲ្យតែដល់ឱកាសបន់អកកំបោកជារៀងរាល់ឆ្នាំតំបន់វត្តឫស្សីស្រុកចំណុះឃុំផុងភូស្រុកកកែខេត្តត្រវិញក្លាយជាពុពោអ៊ូអឆ្លងតាមបណ្ដាពិធីប្រឡងសិល្បៈកីឡាល្បែងប្រជាប្រិយគ្មាននរណាចាំច្បាស់សកម្មភាពនេះមានពីឆ្នាំណាឡើយបងប្អូនគ្រាន់តែចាំជាសារវ័នថាវាបានគណៈកម្មការវត្តផ្ដើមឡើងពីឆ្នាំ1980ប៉ុណ្ណោះរយៈពេលជិតនេះបណ្ដាពិធីប្រឡងប្រកបដោយលក្ខណៈគ្នាយើងស្រុកយើងនៅឃុំផុងភូបានស្ទួយឡើងមួយកម្រិតទៀតពោលគឺមានការជំនួយពីផ្នែកចាត់ចែងនិងថវិកាពីបណ្ដាគណៈផ្នែករបស់ឃុំនិងស្រុកហេតុនោះថ្ងៃបុណ្យកាន់តែទាក់ទាញបានប្រជាជនច្រើនរូបនិងកាន់តែសោមនស្សរីករាយថែមទៀតឆ្នាំនេះអនុមន្ត្រីវប្បធម៌ឃោសនាការស្រុកកកែទទួលភារៈកម្មវិធីប្រឡងសិល្បៈគណៈកម្មាធិការប្រជាជនឃុំផុងភូគួបផ្សំចាត់ចែងសមោសរកីឡាថ្នាក់ឃុំនេះជាបណ្ដាចំណុចថ្មីនៃថ្ងៃបុណ្យអកកំបុកនៅឃុំផុងភូលើកនេះបងប្អូនជាច្រើនឲ្យដឹងថាបរិយាកាសទីនេះមិនចាញ់ពិធីបុណ្យនៅមជ្ឈមណ្ឌលខេត្តត្រវិញទេអាស្រ័យបណ្ដាពិធីប្រឡងសមោសរសម្បូរបែបនិងទាក់ទាញអារម្មណ៍បិណ្ឌរបស់អកមុកហ្នឹងថាឃើញដូចថាអារម្មណ៍វល់សប្បាយនៅរីករាយនៅក្នុងដួងចិត្តcòn ខ្ញុំធ្វើនឹងដើម្បីនឹងការសប្បាយបងប្អូនភូមិស្រុកឬមួយនឹងស្រុកនានាគេមកសប្បាយក្នុងភូមិស្រុកហ្នឹងល្បែងប្រជាប្រិយជាការប្រឡងពុះពោបំផុតល្បែងនីមួយៗសុទ្ធតែមានការសោមនស្សរីករាយដោយឡែកអាស្រ័យបើកទូលាយទម្រង់ចាត់ចែងម្លោះហើយមិនត្រឹមតែមានបងប្អូននៅភូមិភូមកលេងប៉ុណ្ណោះទេមានទាំងបងប្អូនជាច្រើននៅឃុំឯទៀតក៏មកចូលរួមលេងកម្សាន្តដែរបណ្ដាល្បែងលេងទាំងនេះទោះជាធ្លាប់ជិតដិតជាមួយបងប្អូនក្តីប៉ុន្តែពេលបានចាត់ចែងឡើងម្ដងទាំងអ្នកចូលរួមនិងអ្នកលើកទឹកចិត្តសិតតែរីករាយសប្បាយប្រការនេះសឲ្យឃើញថាការបង្កជាទីលេងកម្សាន្តនៅនឹងកន្លែងឲ្យបងប្អូនកសិករក្នុងបណ្ដាពិធីបុណ្យតែងតែទទួលបានការយល់ស្របនិងគាំទ្រយ៉ាងខ្ពស់ការប្រឡងម្លងដូចជាប្រឡងអមលីឬមួយកីឡាលោតប្រងវិញព្រោះឃើញព្រោះសមស្របល្អតាមប្រវេណីសមតាមសម្រាប់ពីប្រហែលឆ្នាំមុនមកបានតាមខ្ញុំឃើញទៅបរិយាកាសដែលបនអកសម្ភារៈខេឆ្នាំនេះឃើញមានអូឡារឹកកធិកធម្មជាងរាល់ឆ្នាំជាពិសេសមានបងប្អូនដូចពីខាងផ្នែកទូរទស្សន៍ក៏ដោយខាងកម្មាភិបាលសង្កាត់ភូមិស្រុកក៏រួមជំនួយគ្រប់បែបសពយ៉ាងក្នុងពិធីនេះដែរក្នុងការប្រឡងវៃឆ្នាំងដីពីព្រោះចង់ជៀសវាងគ្រោះថ្នាក់ដោយសារអំបែងឆ្នាំងនិងបង្កើនកម្រិតពិបាកក៏ដូចជាសាកល្បងអ្នកចូលរួមលេងច្រើនជាងទៀតទើបគណៈចាត់ចែងបានផ្លាក់ទៅលេងវៃប៉េងប៉ោងវិញពិតជាដូច្នោះមែនវៃប៉េងប៉ោងជាល្បែងពិបាកលេងចំពោះមនុស្សច្រើនរូបវៃឆ្នាំងគឺពិបាកត្រូវហើយវៃប៉េងប៉ោងវិញសមាមាត្រវៃត្រូវកាន់តែតិចជាងទៀតប៉ុន្តែទីបំផុតក៏មានអ្នកកំណត់បានទីកន្លែងនិងវៃប៉េងប៉ោងត្រូវឥតខុសក្នុង5ល្បែងប្រជាប្រិយនាថ្ងៃបុណ្យអកកំបុកនៅឃុំផុងភូមាន2ល្បែងសប្បាយនិងបង្កបានរូបអារម្មណ៍ផងនោះគឺល្បែងឡើងដំគោនិងប្រណាំងល្អីបងប្អូនច្រើនអ្នកបញ្ជាក់ថាឡើងដំគោជាល្បែងពិបាកលេងបំផុតតាំងពីមុនមកអ្នកចូលរួមប្រឡងកុកកណាស់ប៉ុន្តែអ្នកដណ្ដើមបានជ័យលាភីមិនបានប៉ុន្មានអ្នកទេទស្សនិកជនជាទីមេត្រីដូចជាទស្សនិកជនបានឃើញគឺថាល្បែងឡើងដំគោនេះគឺថាបង្កើតឡើងនេះគឺថាតាំងពី10ឆ្នាំមុននេះមុនដំបូងនេះគេថាគេយកដើមគោមួយហើយគេបកសម្បកចេញហើយក្រោយនេះបានគេចាក់ទឹកឬក៏ចាក់ជារំអិលដើម្បីឲ្យបង្កទៅជាថាជារំអិលដើម្បីឲ្យសាកល្បងអ្នកឡើងដើមគោនេះដូចជាទស្សនិកជនក៏បានឃើញថាដើមគោនេះមានកម្ពស់ប្រហែល4ម៉ែត្រជាងបាទហើយនៅលើនេះបន្តិចទៀតគេនឹងចងនៅរង្វាន់មួយនៅលើដើម្បីឲ្យអ្នកលេងនឹងគេហៅថាគេបញ្ចេញថ្មីដៃឡើងដើមគោនឹងដើម្បីយកនៅរង្វាន់ដែលគេចងនៅលើនោះឥឡូវនេះគឺថាដើមគោនឹងរអិលណាមកអំពីចោដើមគោនឹងវាចេញទៅតាមសម្បកនឹងឥឡូវវារអិលគណៈចាត់ចែងគេមានប្រាប់ថាមិនបាច់ចាក់ទឹកចូលមកនឹងទេមកពីរអិលមិនបាច់ចាក់ទឹកបាទ ឥឡូវនឹងគេប្រុងប្រៀបឲ្យអ្នកដែលចូលរួមលេងមុនដំបូងមកអស់ឥឡូវនឹង
dương các sinh viên đừng ban khơi nơi nè lên cái bệnh trinh thuê đai được ok mà nhóm xóm xua tích bị đâm là lâu bên đai lang đầm cô nữa ấy ពីដើមដល់លោកបងអត់ដែលឡើងទេបង hayឆ្នាំនឹងហេតុអីបានជាយើងចង់ស្មោះឡើងដើមគោនឹង ឆ្នាំនេះបងឃើញភូមិស្រុកយើងសប្បាយបងចង់លេងសប្បាយដូចគេ ហើយឥឡូវស្មានមើលពីនឹងយើងឡើងទៅដល់ដើមគោឡើងទៅដល់ចុងនឹងយើងយកអាឡែងវ៉ាន់នឹងប្រហែលនាទី មិនដឹងដែរ ប្រហែលជាឡើងអត់បានទេនេះបងគឺថាបើឡើងអត់បានតែសប្បាយបានតែសប្បាយបាន ឡើងដំគោពិតជាការសាក់លបងភាពប៉ិនប្រសប់កម្លាំងស្វិតស្វាញនិងរបៀបរក្សាកម្រិតច្បាមជាប់នៃដងខ្លួនឡើងដើមឈើគឺមានច្រើនអ្នកធ្វើប៉ុន្តែឡើងដើមគោដែលបកសម្បកដូចនេះគឺមានតែក្នុងថ្ងៃបុណ្យនិងពុំងាយស្រួលបន្តិចណាឡើយអ្នកលេងភាគច្រើនទ្រាំទ្របានច្រើនបំផុតតែ2នាទីគឺត្រូវសម្រុតខ្លួនចុះហើយព្រោះតែរំអិលពេកថ្មីបើបង្កជាការសាក់លបងក្តីប៉ុន្តែគណៈចាត់ចែងក៏ចង់ឲ្យអ្នកលេងដណ្ដើមបានជ័យលាភីដែរម្ល៉េះហើយគេរកវិធីជំនួយប៉ុន្តែមើលទៅពិបាកមានអ្នកណាឡើងដល់2ភាគ3នៃដំគោនេះណាទាំងមនុស្សធំនិងកុមារជាង20នាក់ពុំអាចឡើងដល់ទីដោឡើយស្ដាយមែនប៉ុន្តែពេលបានលេងសប្បាយហើយគឺគ្មានអ្នកណាគិតដល់រឿងចាញ់ឈ្នះឡើយ แต่สนิทจุนจิตติมิตรละบายอมตุกไหลนี่คือทำมีบ้านบังกอบังกัดในสระใส่สระนึงหายเชียงดอกชนะมุนเมาไอ้ปีดาวนึกก็ทาในกระไหลนึงเกยทลอบแต่อมตุกทอมาดาให้อมตามละบายชุ่มวิ่งหาทาบุญจุงในสระนี่ให้กรอยเมาจะจ้าในกระไหลนั่นมันนึกเคยเก็บปะโดเมาเมาปีสระนึงโตเป๊ะบ้านเจี๋ยเก็บปะโดเมาละไอ้ดำไปเอาบอลโอนในกระไหลนั่นอมปนมปนังนี่คือทาตุนี่หาทาปีเนี่ยแกเตรียมเตียปีเนี่ยอมนึกทาทัวอย่างไม่ยังอมอ่อยสมาร์ได้แค่นี้มาให้กาทัวอย่างไม่แต่ใบยังหาทาเมียนกาหรือวิ่งหรือไปหรือก็เมียนกาหาทาปั้นแบบสอบติ๊กบานยังมายังชนะเกบ้านบะยมสมซัวบ้านแต่ปีนึกตาปีดำแต่เรานึกยังได้เมียนพลอบโชว์รูมระบายอมตุกไหลนี่เต้มานำได้ยมอมแกมันใจเกเป๊กมันชนะเกเป๊กละมอมมาจำไหนบ้องวิ่งบ้องหาทาไงนึกเมียนอารมณ์อย่างไม่มันเจอยังหาทาจอชมุกแต่ไม่ยังอมตุกไหลนี่บาดขึ้นกาเมียนกาสบายกันน้องง่ายเป็นดอกบอกสลบเยอะเมียนกาจังกวาดจังชนะน้องกำลังสลบบางคนได้ก็เราไปโอยสบายโอ้งาคนตาสนาง่ายหมอกเมียนจรันเนี่ยโพธาไหลมือกูนี่เมียนอายุกาเจียงดอกชนำเฮ้ยเรียงไหลนี่บ้านเพื่อตามตัวไหลตัวไตรมึกเนื้อเพียกันดาลดำใบเมียนไหลมือกูนี่บอบโอนปลาประดาวหรือไซจ้าประมาณมาพายดาวกรอยเปเลยมาดองแกนักกรรมการวัดยกไหลเต้าตุกอย่างมัดจัดหนึ่งเรียบน้ำจีประจำเนกแต่ไหลได้จอชมุกประนังไหลเต้าบ้านปดมเจียกูโดยใจดอนแต่ปีเนกเต้าชับแตกโตขณีปีเพียซาหนึ่งปะโดอยู่บอลขณีมุนเปปะร้องแต่ประมาณนิตีปะน้องประสันบ่าเนกถึงปีสุดแต่ปั้นประสอบหนึ่งกวบซ้ำสี่สังวักนี้คือโอกาสดันดำบานจีรีพีกปัวเชียงรุ่ยบ่ามันเนอมมือแบบคือมุกเจียจะจับเจ้าล้างมือกันไหลหรือเต้าเล็กไหลบัดมันยังเราบอลจมูกได้กูเนี่ยผนังจมูกบอลนึกก็ท่าอมปีซายังบ้านใช่ไหมถังปีซาแฮตเอบานเจียปีเนี่ยบอลนึกท่าอมบ้านปากกายใช่ไหมบ้านปีซากับกวดน้อยสมัยใดกันเนี้ยอ้อยเลี้ยงกันเนี้ยบ้านถูกในถูกสมัยให้บ้านชนะเกบ้านนะทำนึกยืนโชว์รูมกับซานเล่นกับซานจมูกเกยจังเมียนเอาไว้คล้องไล่เมียนไอ้เลยสบายเชียงชนะมุนมุน
បាទការចូលរួមនឹងឃើញក៏សប្បាយដែរភូមិស្រុកក៏តិចឆ្ងាយមកមើលក៏ការមានការច្រើនការសប្បាយ ពីមុនអ្នកប្រណាំងល្អីគ្រាន់តែប្រណាំងតាមគូនីមួយៗក្រុមណាឈ្នះគឺទទួលរង្វាន់តែម្ដង 3 ឆ្នាំមកនេះគណៈចាត់ចែងផ្លាស់មករូបភាពប្រកួតតាមរង្វង់ចម្រុះធម្មតាជាមួយ 8 គូប្រណាំងក្រុមដណ្ដើមរង្វាន់លេខ 1 លេខ 2 ត្រូវឆ្លងកាត់ការប្រណាំង 4 លើក ចំពោះបងប្អូននៅឃុំផុងភូទោះបីលេងល្បែងអមល្អីឡើងដំកោឬវាយពេញប៉ោងក៏ដោយគេសុទ្ធតែចូលរួមយ៉ាងអស់ពីចិត្តហើយរឿងចាញ់ឈ្នះគេមិនសំខាន់ឡើយព្រោះអីបងប្អូនគ្រប់រូបសុទ្ធតែរកឃើញក្តីសប្បាយនិងភាពសុទិដ្ឋិនិយមឆ្លងតាមពិធីបុណ្យម្ដងនៅភូមិភាគ